កាលពីព្រេងនាយមានបុរសពីរនាក់ម្នាក់ឈ្មោះអាខិលម្នាក់ឈ្មោះអាខូតនៅស្រុកទីតីពីគ្នាគំនិតដោយខ្លួនអាខូតជូរអាចដាក់មួយពាងហើយយកអាចលាក់បិទជិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបានអាខិលធ្វើកំបិតមួយផ្លែពុនចង្កឹះអកកំបោរដងពុនកកដីស្រោមធំវែងមួយលូកអាខិលស្ពាយកំបិតនោះដើរលក់អាខូតក៏ពុនពាងអាចនោះដើរទៅលក់ដែរអាខិលទៅពីនេះអាខូចមកពីនោះជួបគ្នាកណ្ដាលផ្លូវអាខូចពពាយនីថាអ្នកអើយទិញផ្អករបស់ខ្ញុំទៅពិសាផ្អកចៅយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់អាខិលឆ្លើយថាតោះតែលក់ដាវមិនដាច់គ្មានលុយទិញបើខ្ញុំដូរជាដាវនេះព្រមដូរទេអាខូចឃើញដាវនេះវែងក៏ឆ្លើយថាដូរក៏ដូរអាខិលប្រគល់ដាវឲ្យអាខូចហើយអួតថាដាវខ្ញុំនេះមុតបំផុតមេដែករបស់ខ្ញុំផងបើត្រូវការម្ដងចាំហូតកាប់អ្នកឯងកុំប្រញាប់ហូតមើលបើហូតលោព្រើលសោកទៅវិញមិនចុះទេដាវខ្ញុំពូកែខ្ញុំស្ដាយរបស់ខ្ញុំបើគុំតែខែនេះក្រមកអប់ណាស់កុំអីខ្ញុំមិនដូរទេអាខូចក៏ប្រគល់ពាងអាចទៅឲ្យអាខិលហើយហាមថាផ្អកខ្ញុំក៏នឹងដែរដល់ពេលស៊ីចាំបើកយកមកចំហុយកុំអែលបើកមើលក្រែងវាស្អុយរួយបែងក្រែងវាស្អុយខ្មុះស៊ីមិនទាន់អស់វាទៅជាខានឆ្ងាញ់នឹកឃើញជីដូនជីតាបានតែខ្វះស៊ីឆៅអ្នកទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួនហើយទឿនប្រពន្ធថាដណ្ដាំបាយធឺទៅអញបានផ្អកប្រពន្ធថាបានផ្អកពីណាអាខិលថាដូរដាវគេថាផ្អកចៅឆ្ងាញ់ពិសាណាស់ប្រពន្ធក៏ពេញចិត្តនឹកថាប្តីចេះធ្វើកំបិតដូរផ្អកស្ទុះផ្លេតទៅលាងចានដួសបាយហើយកាន់កំបិតយ៉ាងកំរិលក៏កិលទៅជិតពាងផ្អកយកកំបិតគោះអាចលាក់នោះបើកឡើងហើយលូកបានមួយក្តាប់ដាក់ផ្លប់ទៅក្នុងចានសល់នៅក្នុងដៃប៉ុន្មានក៏ដាក់ផ្លប់ភ្លក់មើលងើបមុខឡើងលើថាយើផ្អកចៅអ្វីក៏ស្អុយដូចអាចគ្មានឆ្អឹងគ្មានសាច់ក៏ខ្វិតក៏ខ្វក់មាត់ថងយ៉ាងនឹងធ្វើផ្អកត្រីអីប្តីថាក្រែងត្រីពោប្រពន្ធក៏លូកគោរៅរកក្បាលលូកបានពាក់កណ្ដាលក្អួតចង្អោជាង20វ៉កដឹងចាក់ជីអាចមិនមែនផ្អកមកបន្ទោះទៅម្ចាស់ដើមឆ្អើមលេបបាយមិនរួចនិយាយពីអាខូចត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាអាចមួយពាងដូរបានដាវមួយដែរទទួលខឹងនឹងឆ្កែវាច្រាស់ស្លឹកគ្រៃកន្ត្រាក់ដាវនោះលោតដល់ដីបំរុងនឹងកាប់ឆ្កែសម្លាប់ក៏ចាប់ដកដាវហូតខ្វាច់ឃើញផ្លាដាវនេះខ្លីកំបិចកេកឡើងទៅលើផ្ទះបងអញប្រពន្ធមើលសាយទាំងពីរនាក់សាយហើយប្រាប់ប្រពន្ធខាប្រាជ្ញាអានេះស្មើនឹងអញទៅបបួលវាធ្វើសម្លាញ់គ្រាន់រកស៊ីពីរនាក់នឹងបានមាសប្រាក់ដោយងាយលុះទៅប្រទេសនឹងអាខិលដាវពីនាយសើចពព្រាយនិយាយសួរថាឯងទៅណាអាខិលឆ្លើយថាអញមកសុំឯងធ្វើសម្លាញ់អាមួយក៏ថាអញមកសុំឯងធ្វើក្លើដែរហើយក៏សុកចិត្តដាវពីអ្នកទៅផ្ទះមហាសេដ្ឋីម្នាក់ចាស់ជរាឈឺស្លាប់គេដាក់ក្នុងក្តារមឈូសបំរុងបូជាថ្ងៃស្អែកចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នាវេលានោះអាទាំងពីរស៊ើបសួរអ្នកដែលខាងក្រៅថាអ្នកណាស្លាប់បានជាគេយំគេប្រាប់ថាមហាសេដ្ឋីស្លាប់អាទាំងពីរអ្នកគិតគ្នាថាឯងត្រូវក្លែងសម្បត្តិច្បាប់ទៅប្រាប់គេថាមហាសេដ្ឋីឲ្យមកយកទ្រព្យឯងបន្លំលប់ចូលដេកក្នុងមឈូសពីលើខ្មោយសេដ្ឋីស្ដីតនឹងឯងអាមួយក៏ទៅបន្លំដេកដោយគំនិតអ្នកនៅចិត្តមិនបានឃើញមិនបានដឹងបបិទ្ធភ្នែកខំសម្លឹងប្រឹងឆ្ងោកមើលក្រាំងសោតប្រធัวកូនចៅតូចធំរវល់តែយំសោកអាខូចដើរក្រក្តាក់បានធ្វើសម្បត្តិក្លែងកាន់ដើរទៅសម្ដែងសោតឲ្យគេស្ដាប់ថា
សម្បុតពីមហាសេដ្ឋីមកប្រាប់ថាចៅខូចកំសត់តាំងពីតូចជាកូនធွာឥឡូវឪពុកចរាហើយកូនអើយចូលទៅយកទ្រព្យរបស់ទុកយកចាយឲ្យសប្បាយចិត្តចុះកូនចៅប្រុសស្រីគេមិនសុខចិត្តព្រោះត្បិតគ្មានត្រាគ្មានហត្ថលេខាសេដ្ឋីអាខូចឆ្លើយថាខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ជើញទៅហៅទៅសួរលោកចុះបើលោកស្ដីនោះខ្ញុំពិតបើលោកស្ងៀមនោះខ្ញុំក្លែងប្រឆោតទេកូនសេដ្ឋីស្ទុះភ្លាមទៅស្រែកហៅឪពុកអាខិលឆ្លើយថាកូនសួរថាឪពុកបានឲ្យកូនធរមកយកទ្រព្យមែនឬអាខិលឆ្លើយថាកូនអញឈ្មោះអាខូចវាមកហើយឬកូនឆ្លើយថាទៀនប្រុសមកហើយអាខិលថាមើលយករទេះមួយធំក្របីមួយនឹមเต็มរទេះនោះហើយយកមៀតប្រាក់កែវកងសម្ពុតអាវវាវផ្ទុកក្នុងរទេះឲ្យល្មមតែក្របីនោះអូសរួចបានប៉ុន្មានឲ្យវាយកចុះកូនចៅស្រីប្រុសច័ន្ទឧបាយកលអាខិលអាខូចក៏ខឹងខ្មោចសេដ្ឋីស្លាប់ហើយចេះស្ដីហៅអស់ចាឥឡូវនឹងបើកក្តារឲ្យច្បាស់ចាស់ហាមប្រាមថាមើលមុខខ្មោចមិនបានខ្លាចដេកយប់មកមើលម៉ម៉ាយម្លោះហើយក៏ជឿជាក់យកសម្ពុតអាវស្លៀកពាក់និនកន្ទេលពុកខ្នល់ខ្នយហើយថែមទុកថាសចានល្អអំបិលប្រហុក4ក្រឡាអង្ករប៉ាំការុងដាក់ភ្លុកទៅឲ្យអាខិលអាខូចបង្វិលរទេះយ៉ាងធំចែកយំទឹកភ្នែកឲ្យដោយខឹងនឹងបឆោតទាំងស្រីប្រុសហើយក៏ដឹកក្របីមួយនឹមទឹមរទេះប្រគល់ទៅឲ្យអាខូចអានោះត្រេកអរឡើងបរទេះចិនអ្នកទាំងអស់ដែលនៅតែជ្រួលមឹងស្រួលចិត្តព្រោះត្បិតខឹងនឹងស្ដាយអាខិលលួចមើលនាយអាយលុបចេញព្រិចរត់តាមទៅបន្តិចក៏ទាន់រទេះហើយនិយាយគ្នាថាយើងបានទ្រព្យរបស់តែទាស់ឃ្លានដែរបើឈប់ដណ្ដាំបាយនៅរៀងអាយក្រែងមិនស្ងាត់ខ្លាចចោលតាមមុខប្លន់យកទ្រព្យមួយរទេះបើដូច្នេះឯងឈប់ចាំអញទៅសុំបាយគេខ្លះយកមកឲ្យឯងអាមួយព្រមហើយអាមួយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកលាយបាយឲ្យពលស្លាប់អន្តរាយនិងយកទ្រព្យរបស់នោះតែម្នាក់ឯងឯអាមួយនៅចាំរទេះក៏ធ្វើខ្នាដាក់ស្ទះផ្លូវបំរុងឲ្យត្រូវអានោះស្លាប់ដែរវេលានោះអាមួយទួយសុំបាយគេស៊ីរួចហើយសុំមួយចានផ្ញើសម្លាញ់គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចាប់ឲ្យមានទាំងត្រីអាំងផងអានោះក៏លាគេដាចេញមកហើយយកថ្នាំប្រឡាក់បាយមកដល់ខាងឯងក៏ត្រូវនឹងខ្នានោះស្លាប់អាមួយដើរប្រញាប់ចាប់បាយស៊ីមិនដឹងថាមានថ្នាំពុលក៏ពុលស្លាប់បន្ទាប់គ្នាឯក្របីនោះក៏អូររទេះចូលក្នុងព្រៃរទេះក្រតាកទៅជ្រកក្នុងទឹកត្រពាំងដាច់ខ្សែទៀមដេកត្រាំទឹកនៅទីនោះទៅដល់វេលាព្រឹកមានបុរសម្នាក់ដែលតែឃើញទ្រព្យរបស់ទាំងអស់ក្នុងព្រៃនឹកមិនដងភ័យនឹកមិនដងអថាឯងអ្នកក្រមិនដែលប្រទេសទ្រព្យច្រើនដូចនេះទេបើដូច្នេះបើលៃលកយកទៅធ្វើជារបស់ខ្លួនក្រែងពំបែនសុកក៏រុញរទេះសម្រុកទៅទុកក្នុងព្រៃចងក្របីជាប់ត្រឡប់ទៅផ្ទះវិញហើយក៏ពិសោធន៍មយាទប្រពន្ធដោយគិតថាបើប្រពន្ធមយាទល្អនឹងយកទ្រព្យនោះទុកជារបស់ខ្លួនបើនិយាយអ្វីមិនចេះលាក់នឹងយករបស់ទាំងនោះទៅជូនរាជការផែនដីត្រយោជដើម្បីឲ្យសុខខ្លួនគិតហើយទៅដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថាអញជូអាចមិញមានសត្វក្អែកមួយហើយចេញពីក្រិតឯងតែឯងអាណិតបិទមាត់ឲ្យឆ្និចឈឹងកុំឲ្យនរណាគេដឹងមួយជាពីរតែចូលត្រជាគេវាបែកកាលណាអាក្រក់ណាស់កើតមានជំនុំជម្រះសួរទៅសួរមកហើយគ្មានទាំងសាក់សីបានដឹងនឹងអាងក្រែងគេយកអញទៅឆ្កាងឬយកទៅដាក់គុកប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថាមានក្អែកពីរហើយចេញពីក្រិតប្តីអញតែឯងក៏មួតមេមួយទៀតមិនអត់ទៅប្រាប់គេថែមថាក្អែក5ប្រាប់លើសតគ្នាដរាបដល់ក្អែក10រឿងនោះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រទ្រង់ចាត់ប្រាអាមាត្យឲ្យស្រាវជ្រាវដល់បុរសនោះក៏ថ្វាយបង្គំគាល់ស្ដេចទ្រង់ចម្ងល់ត្រាស់សួរថាមែនឬមិនមែនបុរសក្រាបទូលព្រះបង្គំក៏ហក់ប្រពន្ធចង់ដឹងចិត្តព្រោះដបិតឃើញទ្រព្យច្រើន
បុរសក្រាបទូលដោយខាងលើហើយក្រាបបង្គំលាទៅទឹមរទេះយកទៅថ្វាយស្ដេចទ្រង់ព្រះរាជទានឲ្យបុរសនោះពាក់កណ្ដាលដាក់ឃ្លាំង